resume portfolio តែមួយនេះសំខាន់ជាងទៅឬមួយក៏ពីរនេះសំខាន់ដូចគ្នាតោះអញ្ចឹងយើងទៅស្វែងយល់បន្ថែមទាំងអស់គ្នាហើយអ្វីបានជាគេបាន resume យើងហើយប៉ុន្តែគេនៅតែត្រូវការ portfolio យើងទៀតតោះអញ្ចឹងចាំថាហេតុអីបានជាគេត្រូវការ portfolio របស់យើងដែរឬអត់អញ្ចឹងយើងទៅទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹង resume របស់អ្នកទាំងអស់គ្នាគឺជាជំហានដំបូងបង្អស់ដែលអ្នកទទួលបានការសម្ភាសន៍ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកបានការងារពិតប្រាកដនោះគឺគេត្រូវការអ្វីដែលលើសពីនោះគឺគេត្រូវការផុតតាមមុខជាតិនៅប្រហែលឆ្នាំចុងក្រោយនេះ resume គឺគ្រាន់តែជាក្រដាស់ដែលយើងទៅអំពីបទពិសោធន៍ការងាររបស់អ្នកនិងអ្វីដែលអ្នកធ្លាប់ធ្វើតែប៉ុណ្ណោះប៉ុន្តែ portfolio គឺជាកញ្ចក់ដែលអាចឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់អ្នកដែលអ្នកកំពុងតែធ្វើបច្ចុប្បន្ននេះបច្ចុប្បន្នអ្នករកបុគ្គលិកក្នុងមួយក៏ HR គឺពួកគាត់មិនត្រឹមតែចង់ឃើញពីថាជំនាញដែលអ្នកចេះហើយនិងបទពិសោធន៍ដែលអ្នកមានប៉ុណ្ណោះទេប៉ុន្តែពួកគាត់ចង់ឃើញនៅដំណើរការនៃការធ្វើការងាររបស់អ្នកនិងការទទួលបានជោគជ័យនៅក្នុងការធ្វើការងារមួយនោះដូច្នេះក្រៅពីការរៀបចំ resume ឲ្យបានស្អាតអ្នកគួរតែផ្ដោតទៅលើការបង្ហាញភស្តុតាងនៃសមត្ថភាពនៃការធ្វើការរបស់អ្នកផងដែរដើម្បីឲ្យគេជឿជាក់ទៅលើខ្លួនយើងហើយនឹងពួកយើងក៏មានឱកាសច្រើនដែលគេនឹងជ្រើសរើសយកពួកយើងផងដែរដោយសារយើងមានភស្តុតាងគ្រប់គ្រាន់និងជាក់លាក់បញ្ជាក់ពួកគេថាពួកយើងគឺពិតជាមានសមត្ថភាពពិតប្រាកដមែនអញ្ចឹង resume និង portfolio គឺមានសារៈសំខាន់ដូចគ្នា resume គឺបានបើកផ្លូវយើងជួបអ្នកសម្ភាសន៍និងមានឱកាសបានទៅសម្ភាសន៍ហើយ portfolio គឺជាអ្នកជួយយើងអាចឲ្យយើងទទួលបានការងារដ៏ល្អមួយអញ្ចឹងបើសិនជាអ្នកអត់មាន portfolio មួយដែលស្អាតឬមួយក៏ portfolio មួយដែលគួរតែទាក់ទាញអ្នកអាចទៅធ្វើវាមួយបានប៉ុន្តែបើសិនបើអ្នកអត់ទាន់យល់ច្បាស់ឬក៏អត់ទាន់ដឹងថាតើអ្វីទៅជា portfolio ទេអ្នកអាច comment ពាក្យថា portfolio នៅខាងក្រោមហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីថាតើអ្វីជា portfolio ហើយនឹងរបៀបធ្វើ portfolio ដើម្បីឲ្យទាក់ទាញចំណាប់អារម្មណ៍របស់អ្នករើបុគ្គលិកឬក៏ HR ផងដែរអញ្ចឹង flow plan របស់ពួកយើងដើម្បីទទួលបានភាពថ្មីៗនិងឱកាសការងារជាច្រើនផងដែរ